ប្រសិនបើយើងសង្កេតទៅមើលសង្គមខ្មែរឬក៏យុវជនខ្មែររបស់យើងនៅពេលឥឡូវហើយនឹងនៅពេលប្រហែលឆ្នាំមុនយើងសង្កេតឃើញថាវាមានភាពខុសគ្នាសឹងថាដាច់ស្រឡះតែម្ដងប្រសិនបើយើងប្រៀបធៀបទៅនឹងសិលធម៌ក៏ដោយចំណេះដឹងឬក៏អាចថាសិលធម៌ក្នុងការរស់នៅគឺមានការខុសប្លែកពីគ្នាឆ្ងាយខ្លាំងមែនទែនដោយយុវជនសពថ្ងៃមានអារម្មណ៍ថាពួកគាត់គឺពិបាកក្នុងការទទួលយកនៅទង្វើមួយចំនួនប៉ុន្តែគឺមិនចំពោះយុវជនគ្រប់រូបទេប៉ុន្តែយុវជនខ្លះក៏គាត់អាចថាខិតខំប្រឹងប្រែងរៀនសូត្រឬក៏យុវជនខ្លះគឺគាត់មានសិលធម៌ល្អតែម្ដងប៉ុន្តែយើងនិយាយអំពីយុវជនមួយចំនួនតែពួកគាត់ទទួលរងនៅឥទ្ធិពលពីបណ្ដាញសង្គមឬក៏ពីសង្គមបរិស្ថានសង្គមដែលគាត់រស់នៅបច្ចុប្បន្នជាពិសេសគឺបណ្ដាញសង្គមនៅពេលបច្ចុប្បន្នក៏មានការរីកសុសសាយខ្លាំងមែនទែនបើសិនជាយើងក្រឡេកទៅមើលខាងបណ្ដាញសង្គម TikTok យើងឃើញថាក្មេងឬក៏យុវជនយុវតីរបស់យើងមួយចំនួនគឺគាត់មានការបែកគំនិតក្នុងការផុសវីដេអូដើម្បីរក view ឬក៏ដើម្បីរកអ្នកមើលឲ្យបានច្រើននៅក្នុងពេលខ្លីឬក៏ពួកគាត់ចង់ល្បីខ្លាំងនៅក្នុងបណ្ដាញសង្គមបើសិនជាយើងសង្កេតឲ្យជាក់លាក់ទៅគឺភាគច្រើនពួកគាត់គឺតាមគ្នាបើន័យថាគាត់មិនមានគោលចំហខ្លួនឯងនៅក្នុងការធ្វើទាំងស្រុងទេប៉ុន្តែគាត់អាចថាតាមគ្នាដែលគាត់ដើរជាមួយនឹងរហូតដល់មានជាការជេរប្រមាថគ្នានៅតាមវីដេអូផ្ញើចុះឡើងទៅវិញទៅមកមានដូចជាការធ្វើជាវីដេអូអាភាសឬក៏ការថតជាវីដេអូបញ្ចេញនៅរាងកាយមួយចំនួនដែលជាចំណុចមិនគួរបញ្ចេញជាដើមនេះវាជាបញ្ហាសម្រាប់សង្គមរបស់យើងសពថ្ងៃប៉ុន្តែបើសិនជាយើងក្រឡេកទៅមើលជ្រុងមកខាងទៀតនៃសារៈសំខាន់របស់បណ្ដាញសង្គមក៏វាមានច្រើនដែរប៉ុន្តែអ្វីដែលយើងត្រូវលើកឡើងនៅពេលនេះគឺយើងនិយាយអំពីផលប៉ះពាល់នៃបណ្ដាញសង្គមដែលយុវជនឬក៏យុវតីរបស់យើងគាត់ទទួលរងនៅឥទ្ធិពលទាំងអស់ហ្នឹងយើងនិយាយឲ្យចំក្មេងមួយចំនួនពួកគាត់អាចមានទំនាក់ទំនងស្នេហាតាំងពីនៅក្នុងវ័យ13 14ឆ្នាំឬក៏បើន័យថា10ពេលខ្លះ14ឆ្នាំរៀនថ្នាក់ទី9ឬក៏ថ្នាក់ទី10ពួកគាត់មានសង្សារឬក៏មានស្នេហាបាត់ហើយអ្វីដែលជាបញ្ហាធំគឺពួកគាត់មានការប៉ះពាល់រាងកាយឬក៏អាចថានៅជាមួយគ្នាទាំងដែលនៅក្នុងវ័យដែលពួកគាត់ទើបតែរៀននៅក្នុងថ្នាក់ទី9ឬក៏ថ្នាក់ទី10គឺពួកគាត់អត់ទាន់មានជំហរខ្លួនឯងរឹងមាំសូម្បីតែបន្តិចបើន័យថាពួកគាត់នៅចាយវាយលុយគ្រួសារអាចថាលុយឪពុកម្ដាយនៅឡើយប៉ុន្តែពួកគាត់មានស្នេហាពេលខ្លះឈានដល់ជ្រុលជ្រោះរស់នៅជាមួយគ្នាទៀតទាំងដែលក្មេងកំពុងតែរៀនថ្នាក់ទី11បើសិនជានិយាយចំយើងសង្កេតឃើញមានមួយចំនួននៅក្នុងព័ត៌មានណាអញ្ចឹងពេលខ្លះក្មេងទៅថ្នាក់ទី11គឺពួកគាត់ជ្រុលជ្រោះនៅជាមួយគ្នារហូតដល់មានផ្ទៃពោះអានេះវាគឺជាបញ្ហាដ៏ធំសម្រាប់សង្គមរបស់យើងសពថ្ងៃប៉ុន្តែវា
mình miên tràn vậy thế ai tham môi chùm nuôn tội nữa lại việc là dương luôn anh rồi có comment luôn anh bố quát mình toàn miên cả kịch bây giờ nào quên chứ ngay bay chạy nào quay đại lo vậy để mình lo bàn chuyện lẽ nơi bên đại bố quát lướt lươn rồi có đào cho từ con ông pleu rồi có ai ta có bộ bật nơi rồi tụng bữa bạp nắng nhưng ai ta mình tôi quát rồi bạn thì vì cầm rạch để cả kịch rồi bảo bố quát cứ nơi miền cầm rạch được lại ở vậy đại chỉ bánh há cứ atipol đại có rùa nới rồi có atipol sân cung đại bố quát rùa nới sắp thằng ấy nó vì bạn chỉ atipol từ lời quát cảnh tại kháng ở quát thưa nở rướng bạp nè được chứ ở vậy để dựng từ cài làm o ở vậy để dựng từ rất bình tân ở vậy để dựng từ của tại kịch rồi có chui cái này thưa khung niệm dương đại chỉ riêng số bong rồi có chỉ nhận được miền bắc tới sau chịu vật chán ta dương cố showroom thưa bạp nè được chứ dương từ tại si diêm con gà chui bình tĩnh mình nè đâm ấy có sang dương cùng mũi ở miền sẽ thay được phim nâng phim lo và xa làm mình rồi có dương kết thay dương bận đòi bạp nó bị chỉ bánh ha xâmรับcôn xâmรับcháu rồi có cháu tuốt bao dương cho cứ công ta chụp nơi bánh ha bạp nâng đôi kia và sân bởi dương cài làm bờ bìa lời mình toàn bìa về liền